តើតម្លៃនៃសេចក្តីស្រឡាញ់ស្ថិតនៅលើពាក្យសម្ដីផ្អែមល្ហែមដែរឬទេសូមកុំអាលអស់រំលងសូមមើលវីដេអូនេះឲ្យចប់សិនជីវិតអាពាហ៍ពិពាហ៍នៅក្នុងជីវិតគ្រួសារសេចក្តីសុខមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិឬរូបរាងខាងក្រៅតែមួយមុខប៉ុណ្ណោះទេប៉ុន្តែវាស្ថិតនៅលើតម្លៃនៃភាពស្មោះត្រង់នៃគូស្វាមីភរិយានោះឯងសេចក្តីសុខនៅក្នុងគ្រួសារគឺជាការចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមកហើយចេះយោគយល់អធ្យាស្រ័យនិងអត់ទោសឲ្យគ្នាដោយសេចក្តីស្រឡាញ់ទើបជីវិតអាពាហ៍ពិពាហ៍រុងរឿងស្វាមីដែលស្មោះត្រង់នឹងភរិយាស្វាមីដែលមានភក្តីភាពមិនរញ៉េរញ៉ៃនឹងស្រីដទៃនឹងចេះផ្ដល់តម្លៃឲ្យភរិយាចេះការពារកិត្តិយសមិនឲ្យអ្នកដទៃមើលងាយគឺជាការបង្ហាញពីភាពចាស់ទុំនិងមុនស្នេហ៍ដ៏ពិតប្រាកដទោះមុខមាត់មិនសង្ហាតែទង្វើដ៏ថ្លៃថ្នូរបែបនេះធ្វើឲ្យគាត់ក្លាយជាបុរសដ៏អស្ចារ្យបំផុតរូបរាងសង្ហាអាចនឹងប្រែប្រួលទៅតាមពេលវេលាប៉ុន្តែចិត្តដែលស្មោះត្រង់និងមិនរញ៉េរញ៉ៃជាមួយស្រីដទៃគឺជាភាពទាក់ទាញដែលមិនចេះរីងស្ងួតវានាំមកនូវភាពកក់ក្ដៅនិងទំនុកចិត្តដែលជាគ្រឹះដ៏រឹងមាំបំផុតនៃចំណងអាពាហ៍ពិពាហ៍នៅក្នុងគម្ពីរអេពីសូតជំពូក5ខ25បានចែងថាបុរសរាល់គ្នាអើយចូលស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផងតើអ្នកយល់ស្របទេថាភាពស្មោះត្រង់គឺជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតរបស់ស្វាមីសូមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមរួច share វីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់បំផុតរបស់អ្នកដើម្បីរំលឹកពីតម្លៃនៃសេចក្តីស្រឡាញ់ដ៏ពិតប្រាកដផងដែរសូមអរគុណសូមព្រះប្រទានពរ